ប្រទេសថៃកំពុងតែបកពុភ័យដោយសារតែ IoT រកឃើញភស្តុតាងជាក់ស្ដែងនឹងភ្នែកកាលពីម្សិលមិញដែលវាបាញ់ផ្លោងដាក់ប្រទេសកម្ពុជាឥឡូវនេះកំពុងតែបកពុភ័យហើយក្នុងនោះប្រទេសសិង្ហបុរីក៏បានដៀមដាមចំដល់ប្រទេសថៃផងដែរដែលជារដ្ឋធំនៅប្លុកអាស៊ានបំពេញប្រទេសរដ្ឋតូចដោយកម្ពុជាជាដើមសមរភូមិការទូតរវាងរដ្ឋមន្ត្រីការបរទេសថ្មីថ្មោងប្រទេសថៃជាមួយរដ្ឋមន្ត្រីចាស់ភាសាលោកប្រាក់សុខុនថ្លែងការណ៍នៅអង្គការសហប្រជាជាតិ UNGA លើកទី80រឿងមួយទៀតនោះសូមបងប្អូនshareជាបន្ទាន់ពាក់ព័ន្ធទៅនឹងកងធនាគារដែលដាក់លុយនៅកងធនាគារថៃប្រយ័ត្នវាបកអានេះគឺជាដំណឹងមួយពាក់ព័ន្ធរឿងរដ្ឋាភិបាលស្នើសុំឲ្យលោកអនុទាននេះពិចារណាបកលុយពលករខ្មែរដែលធ្វើការចំណាក់ស្រុកកន្លងទៅនោះដំណឹងមួយទៀតនេះគឺរដ្ឋមន្ត្រីការបរទេសប្រទេសថៃចេញមកចោទកម្ពុជាដោយលោកស៊ីហាសារដ្ឋមន្ត្រីការបរទេសថៃនិយាយថ្លែងការណ៍កាលពីរាត្រីយប់មិញនៅ UN ប៉ះនឹងលោកប្រាក់សុខុនដែលជារដ្ឋមន្ត្រីចាស់ភាសាដ៏គួរជាទីគោរពថ្លែងការណ៍មិននិយាយឈ្មោះថៃទេបាទអាដាមប្រាក់សុខុនមិននិយាយឈ្មោះថៃកុំឲ្យប្រឡាក់មាត់កុំឲ្យគេថាអាសោយគេកម្ពុជាណាមិនខ្ចីនិយាយឈ្មោះវាក៏ប៉ុន្តែលើកឡើងរឿងរ៉ាវដែលប្រទេសមួយនេះបំពេញឈ្លានពានប្រទេសកម្ពុជាឲ្យអង្គទូតនានាបានដឹងគេដឹងហើយថារដ្ឋមួយណានោះប៉ុន្តែយើងមិននិយាយចំឈ្មោះកុំឲ្យប្រឡាក់មាត់ដែលអាដាមបានបរិយាយទង្វើប្រទេសមួយនឹងបំពេញគេឯងចំណុចដូចគ្នាទៅនឹងរឿងផ្លោងគ្រាប់ជាឯកតោភាគីកាលពីម្សិលមិញណាវាដូចគ្នាដែរមានន័យថាកម្ពុជាមិនចង់ជលុមាត់ជាមួយប្រទេសថៃនៅសមរភូមិការទូតនៅ UN នេះអត់ជលុមាត់ជាមួយទេអានេះចង់សម្ដៅទៅលើការនិយាយលើកអំពីឈ្មោះណាបាទនេះពាក់ព័ន្ធនឹងការទូតដ៏គួរឲ្យគោរពមួយដែរហើយម្សិលមិញហ្នឹងវាបាញ់ជាឯកតោភាគីបាញ់ស្រោចដាក់ប្រទេសកម្ពុជាតបមូលដ្ឋាននៅតំបន់អានសេះអីហ្នឹងក៏ប៉ុន្តែលោកស៊ីហាសាលើកចំឈ្មោះកម្ពុជាដាក់ចំចោតយើងថាបង្រិចឲ្យជំរុញរឿងហ្នឹងទៅអន្តរជាតិឲ្យគេដឹងណាមិនឲ្យដឹងមិនបើហែកបំពេញគេឯងចង់បានដីគេបើឆ្លោះគ្នាតែ2នាក់ហែងវាយគេងាប់ទៅមិនទៅអញ្ចឹងទេត្រូវតែប្រកោកប្រកាសឲ្យអន្តរជាតិបានដឹងហើយតែមានអាជ្ញាកណ្ដាលបន្តបើសិនជាអត់មានអាជ្ញាកណ្ដាលហែងប្រទេសធំវាយគេងាប់មិនទៅចោះដល់កតែហ្មងហើយម្សិលមិញហ្នឹងខ្ញុំចង់ compare បន្តិចពាក់ព័ន្ធទៅនឹងការទូតចាស់ភាសារបស់លោកប្រាក់សុខុនដែលយើងដឹងហើយថាគាត់មានទេពកោសល្យគាត់ថាជាចាស់ទុំមួយនៅក្នុងការថ្លែងការណ៍នៅអង្គការសហប្រជាជាតិមិននិយាយចំឈ្មោះប្រទេសថៃនោះទេអានេះសបញ្ជាក់អំពីការទូតគាត់ថា soft skill ណាបង្ហាញអំពីភាពរំទុំរបស់ប្រទេសកម្ពុជានៅក្នុងការថ្លែងការណ៍នៅអង្គការសហប្រជាជាតិដ៏គួរជាទីគោរពក៏ប៉ុន្តែថៃឯនោះវិញនិយាយចំឈ្មោះប្រទេសកម្ពុជាអានេះបង្ហាញអំពី emotional មានថាអារម្មណ៍ក្រេវក្រោធខឹងគេឯងដោយនិយាយចំបង្ហាញអំពីការថ្លែងចំគឺ hard វាធ្វើឲ្យប្រទេសថៃនឹងគេគិតថាជាប្រទេសមួយដែលមានការនិយាយស្ដីចរិតដូចក្មេងការទូតបែបក្មេងអញ្ចឹងណារបៀបច្រឡំខាមអានេះគឺចង់និយាយចេះប្រិមិត្តជាទីមេត្រីដំណឹងនាថ្ងៃទី28កញ្ញា2025ដែលខ្ញុំនឹងរៀបរាប់របាយការណ៍ខ្លះស្ថានភាពព្រំដែនដោយក្នុងនោះអ្នកសង្កេតការអន្តរការ IoT នាថ្ងៃនេះបានចោះទៅពិនិត្យជាក់ស្ដែងនឹងភ្នែកនៅក្នុងតំបន់អានសេះដែលទទួលរងការបាញ់ប្រហារចំនួន2លើកកាលពីម្សិលមិញនេះឯងពីសំណាក់ចៅថៃយោធាចង្រៃកាលពីថ្ងៃសៅរ៍27ណានេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិរបស់កម្ពុជាអ្នកនាំពាក្យក្រសួងការពារជាតិបានដឹងថាការចោះពិនិត្យទីតាំងរងផលប៉ះពាល់នោះស្ថិតក្រោមការដឹកនាំដោយប្រទេសម៉ាឡេស៊ីក្រោមការសម្របសម្រួលពីភាគីកម្ពុជាដើម្បីធ្វើយ៉ាងណាបង្កជាលក្ខណៈងាយស្រួលទៅដល់ក្រុមសង្កេតការអន្តរកាលក្នុងការសង្កេតផ្ទៀងផ្ទាត់និងរាយការណ៍ពីស្ថានភាពនានាក្រោយបទជប់បាញ់ចូលជាធរមានតាមអ្នកនាំពាក្យក្រសួងការពារជាតិនៅក្នុងហេតុការណ៍ដែលយោធាថៃបានបង្កខាងលើកងកម្លាំងរបស់កម្ពុជាមិនបានតបតនោះឡើយពលគឺបានប្រកាន់យកនៅគោលការណ៍អត់ធ្មត់សង្កត់ចិត្តកម្រិតខ្ពស់ម្សិលមិញយើងអត់តបទេនិងអនុវត្តនៅកិច្ចព្រមព្រៀងបទជប់បាញ់រវាងកម្ពុជាថៃដែលចូលជាធរមាននៅម៉ោង24ម៉ោងក្នុងតំបន់កាលពីថ្ងៃ28កក្កដា2025ឲ្យបានពេញលេញនិងចាប់ជួនក៏ប៉ុន្តែសារព័ត៌មានថៃនោះផ្សាយព្រមព្រៀងទាំងអាខៅសទាំងអា The Nation បំពងទៅកាន់សម្លេងអន្តរជាតិណាដើម្បីឆោតប្រកាន់យើងថាយើងនឹងបាញ់ប្រហារដាក់ប្រទេសវាយីដល់កតមកអានេះលក្ខណៈថាវាបាញ់ប្រហារហើយវាចោតប្រកាន់យើងទៀតអានេះខឹងម្ដងនៅពេលដែលវាបាញ់ប្រហារមកលើយើងដែលយើងអត់បានតបតអាខឹងម្ដងទៀតហ្នឹងនៅពេលដែលវាចោតនេះទាំងបំពេញវាខុសពីការពិតណាហើយជាពិសេសអាកាសែតខៅសតយកអាคลิปវីដេអូដែលកម្ពុជាយើងខំថតទុកជាភស្តុតាងហ្នឹងយកទៅបង្ហោះនៅក្នុង page វាឯនោះទៅវិញដល់កតមកអត់ដឹងថាជេរវាថាម៉េចឲ្យសមរម្យបងប្អូនជួយប្រាប់ផងជេរថាម៉េចឲ្យសមរម្យបាទនៅថ្ងៃអាទិត្យនេះប្រិយមិត្តបាទ28កញ្ញាកម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការ IoT ដឹកនាំដោយម៉ាឡេស៊ីចោះទៅពិនិត្យជាក់ស្ដែងអំពីការវាយប្រហារម្សិលមិញនឹងឯងនៅតំបន់អានសេះស្ថិតក្នុងភូមិអានសេះឃុំជាំខ្សានស្រុកជាំខ្សានខេត្តព្រះវិហារនាវេលាម៉ោងប្រមាណជា 11:52 នាទីព្រឹករហូតដល់ម៉ោង 12:30
46នាទីរសៀលអញ្ចឹងអានេះគឺជាការដល់កតែហ្មងហើយម្សិលមិញហ្នឹងខ្ញុំចង់ compare បន្តិចពាក់ព័ន្ធទៅនឹងការទូតចាស់ភាសារបស់លោកប្រាក់សុខុនដែលយើងដឹងថាគាត់មានទេពកោសល្យគាត់ថាជាចាស់ទុំមួយនៅក្នុងការថ្លែងការណ៍នៅអង្គការសហប្រជាជាតិមិននិយាយចំឈ្មោះប្រទេសថៃនោះទេអានេះសបញ្ជាក់អំពីការទូតគាត់ថា soft skill ណាបង្ហាញអំពីភាពប្រទេសកម្ពុជាចំពោះការសម្ដែងនៃការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបង្កហេតុនិងការបន្តផ្ទុះអាវុធនៅភាគីថៃដោយខ្លួនឯងប៉ុន្តែភាគីថៃប្រទេសចង្រៃនេះបែរជាមកចោទកម្ពុជាយើងថាបានផ្ទុះអាវុធទៅវិញអានេះវាថោកទាំងព្រមតែម្ដងបាទប៉ិនប្រសពនៅក្នុងការសម្ដែងរឿងភាគក៏ប៉ិនរឿងតថភាពជាក់ស្ដែងនេះក៏ប៉ិនទៀតបាទប៉ុណ្ណឹងរឿងនេះឥឡូវឈានមកដល់ចំណុចនិយាយអំពីការថ្លែងនៅ UNGA ជាកិច្ចប្រជុំលើកទី80របស់ UN ណារដ្ឋមន្ត្រីការបរទេសពីថៃអានេះគឺជាសម្ដីរបស់លោកយ៉ងពៅតែគាត់បានលើកឡើងពីរដ្ឋមន្ត្រីការបរទេសពីថៃថ្លែងចោទកម្ពុជាយើងជាអ្នកបង្កើតបញ្ហាព្រំដែនហើយពង្រីកទៅជាថ្នាក់ជាតិនិងយកទៅជាបញ្ហាអន្តរជាតិពីថៃកុំបាច់ពិបាកឡំប៉ាចង្អុលមកកម្ពុជាដូចនេះបាទទី1ពីថៃខ្លួនឯងបានប្រមាថមកកម្ពុជាថាទុនខ្សោយពេកមានអ្នកសុំទានកន្លះប្រទេសឯណោះតើកម្ពុជាមានលទ្ធភាពឯណាទៅបង្កើតបញ្ហាជាមួយរដ្ឋពីថៃឯងបាទនេះគឺជាសំណួរឆ្លើយតបទៅវិញពីបណ្ឌិតបាទយ៉ងពៅដែលថៃនេះបានចោទប្រកាន់យើងថាយើងនឹងបង្កបញ្ហាហើយអាអ្នកសុំទានកន្លះប្រទេសមានអីទៅបង្កើតបញ្ហាជាមួយអាអ្នកធំអានេះគឺចង់មានអីអញ្ចឹងទី2ពីថៃជ្រុលជាហ៊ានចោទកម្ពុជាដូចនេះនៅ UNGA កិច្ចប្រជុំលើកទី80ពីថៃគួរតែហ៊ានស៊ូក្តីនៅតុលាការ ICJ និងហ៊ានទទួលយកអ្នកសង្កេតការពេញសិទ្ធិអាស៊ានទៅនេះឃើញទេចោទគេថាគេនឹងបង្កបញ្ហាក៏ប៉ុន្តែវាឯណោះវិញអត់ហ៊ានទៅតុលាការ ICJ អត់ហ៊ានឲ្យអ្នកសង្កេតការពេញសិទ្ធិរបស់អាស៊ានចូលទៅស៊ើបការរវាងភាគីទាំងពីរទេអត់ហ៊ានទេអញ្ចឹងវាថោកទាំងរដ្ឋមន្ត្រីការបរទេសរដ្ឋមន្ត្រីការពារជាតិហើយដល់ទៅដំបូលស្ដេចថៃណោះថោកទាំងព្រមចង់បានដីគេអានេះហូហែទៅណាកម្ពុជាហ៊ាននិយាយការពិតនៅ UNGA កិច្ចប្រជុំលើកទី80ហើយក៏ហ៊ានស៊ូដីនៅគ្រប់តុលាការអន្តរជាតិហើយក៏មិនខ្លាចនឹងអញ្ជើញភាគីអន្តរជាតិមកពិនិត្យស្ថានភាពពិតជាក់ស្ដែងនោះដែរពេលថៃចេះតែចោទកម្ពុជាប្រាប់គេឯងប៉ុន្តែធ្វើការទូតអន្តរជាតិខ្មោមុខបាទទៅវិញនេះគឺចង់សម្ដៅទៅកាន់លោកស៊ីហាសាណាដែលជារដ្ឋមន្ត្រីការបរទេសថ្មីថ្មោងក្រោមការដឹកនាំរបស់លោកអាណូទីននាយករដ្ឋមន្ត្រី4ខែហៅវាថា4ខែក៏បានដែរបាទមិនបាច់ហៅថាអាតង់ទីនណាហៅថា4ខែឥឡូវខ្ញុំនិយាយអំពីរឿង ICJ ឬក៏អ្នកសង្កេតការពេញសិទ្ធិអាស៊ានហេតុអីបានជាថៃមិនហ៊ានដោយសារតែវាខ្លាចហ្នឹងហើយបាទមិនហ៊ានថៃជាធម្មតាត្រូវការចរចាទ្វេភាគីជាមួយកម្ពុជាមានន័យថាបើប្តីប្រពន្ធឆ្លោះគ្នាអត់ចង់ឲ្យមានជនទី3មកដោះស្រាយលូកលាន់បញ្ហាផ្ទៃក្នុងនោះទេខ្លាចគេដឹងរឿងអីមួយអានេះគឺថៃណាតែខ្លាចភាគីទី3ដឹងបញ្ហាហ្នឹងបញ្ហាអីអានេះគឺជារឿងមួយដែលត្រូវឆ្ងល់ប្រជាជនថៃជាទូទៅប្រតិកម្មទៅនឹងតុលាការ ICJ ក្រោម UN នេះ ICJ ហ្នឹងគឺក្រោម UN វាមានន័យថាម៉េចប្រទេសថៃមិនឲ្យតម្លៃមិនគោរពតុលាការ ICJ និងអង្គការសហប្រជាជាតិតតែសោះអានេះគឺជាចំណុចមួយដែលឆ្លើយតបទៅលោកស៊ីអាសាដែលទៅថ្លែងនៅអង្គការសហប្រជាជាតិ UN កាលពីរាត្រីយប់មិញណាគឺមិនឲ្យតម្លៃ UN តតែសោះអានេះមានន័យអញ្ចឹងឥឡូវមិនបានជា UN នេះគេមិនឲ្យតម្លៃបច្ចុប្បន្នជាពិសេសសហរដ្ឋអាមេរិកតែម្ដងឥឡូវយើងនិយាយអំពី UN បាទដែលជាអង្គការសហប្រជាជាតិថាតើបានលុយមកពីណាស្ថាប័នអន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកដែលមានរដ្ឋជាសមាជិកចំនួន193ដំណើរការលើការចំណាយរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំដើម្បីរក្សាប្រតិបត្តិការទីភ្នាក់ងារនិងបេសកកម្មរក្សាសន្តិភាពរបស់ខ្លួនឲ្យសកម្មនៅទូទាំងពិភពលោកពាក់ព័ន្ធរឿងលុយបាទអង្គការសហប្រជាជាតិមានថវិកាសំខាន់ពីរគឺថវិកាធម្មតានិងថវិការក្សាសន្តិភាពអញ្ចឹងពីរអាមួយធម្មតាមួយទៀតសម្រាប់រក្សាពិភពលោកថវិកាធម្មតាគ្របដណ្ដប់លើការងារប្រចាំថ្ងៃរបស់មហាសន្និបាតក្រមប្រឹក្សាសន្តិសុខលេខាធិការដ្ឋាននិងបេសកកម្មនយោបាយសម្រាប់ឆ្នាំ 2024-25 នេះមានចំនួនប្រហែលជា 1.8 ពាន់លានដុល្លារក្នុងមួយឆ្នាំថវិការក្សាសន្តិភាពមានទំហំធំជាងប្រហែលជា 6.1 ពាន់លានដុល្លារក្នុងមួយឆ្នាំដោយចំណាយសម្រាប់បេសកកម្មនៅក្នុងតំបន់ចំនួនដូចជាលីបង់កុងហ្គោនិងម៉ាលីអង្គការសហប្រជាជាតិគ្រប់គ្រងជាង 8,000 លានដុល្លារជារៀងរាល់ឆ្នាំសម្រាប់ប្រតិបត្តិការកណ្ដាលរបស់ខ្លួនមូលនិធិមកដោយផ្ទាល់ពីរដ្ឋជាសមាជិកការរួមចំណែកត្រូវបានវាយតម្លៃទៅតាមកម្លាំងសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗបាទប្រទេសម្នាក់មានជួយតាមលទ្ធភាពបាទប្រទេសក្រជួយតាមលទ្ធភាពតិចតួចស្ដួចស្ដើងអញ្ចឹងណាបាទអត់ប្រកាន់ទេអញ្ចឹងទៅតាមប្រទេសនីមួយៗបាទអាមេរិកខ្លាំងត្រូវតែបង់លុយឲ្យច្រើនមកឥឡូវនេះដូចជាសហរដ្ឋអាមេរិកនៅតែជាអ្នកផ្ដល់វិភាគទានធំជាងគេដែលគ្របដណ្ដប់ប្រហែលជា 22% នៃថវិកាធម្មតានិង 25% នៃការចំណាយលើការរក្សាសន្តិភាពបាទអាមេរិកជួយច្រើនជាងគេណាអញ្ចឹងហើយបាទអាមេរិកមាត់ធំដាក់ UN ណាប្រទេសចិនជប៉ុនអាល្លឺម៉ង់ចក្រភពអង់គ្លេសនិងបារាំងក៏ស្ថិតក្នុងចំណោមអ្នកផ្ដល់មូលនិធិកំពូលផងដែររដ្ឋតូចៗដូចជាប្រទេសកម្ពុជាក៏រួមចំណាយជាវិភាគទានដែរប៉ុន្តែថាវាតិចតួចប្រហែលជា 0.01% តែប៉ុណ្ណោះប៉ុណ្ណឹងលើសពីនេះទីភ្នាក់ងារឯកទេសដូចជា UNICEF WHO បាទ WFP និង
UNHCR ដែលយើងដឹងថាការពីជំរំជនភៀសខ្លួនសម័យ79ហើយណាពឹងផ្អែកយ៉ាងខ្លាំងលើការបរិច្ចាគដោយស្ម័គ្រចិត្តពីរដ្ឋាភិបាលមូលនិធិឯកជននិងសាធារណជនអញ្ចឹងទាំងអស់នេះគឺពឹងទៅលើខាងក្រៅទេមូលនិធិស្ម័គ្រចិត្តទាំងនេះច្រើនតែលើសពីថវិកាស្នូលឧទាហរណ៍កម្មវិធីស្បៀងអាហារពិភពលោកតែឯងចំណាយប្រាក់ប្រហែលជាជាង$10,000,000,000ក្នុងមួយឆ្នាំដើម្បីឆ្លើយតបទៅនឹងវិបត្តិអត់ឃ្លានជាសកលអានេះពាក់ព័ន្ធនឹងអញ្ចឹងដំណឹងត្រួសខ្លីៗពាក់ព័ន្ធនឹង UN មិនបានជាដូណាល់ត្រាំចេញមកប្រលះ UN សម្បើម៉េះអត់ឲ្យតម្លៃ UN ដោយសារតែអាមេរិកគាត់គិតពីផលប្រយោជន៍ខ្លួនឯងអាមេរិក cover ហើយការដោះស្រាយបញ្ហាផ្សេងៗហ្នឹងគឺរៀងលំអៀងគេចោទប្រកាន់អញ្ចឹងណាដូណាល់ត្រាំអត់ស្មើភាពគ្នាទំនោរទៅប្រទេសដទៃដូចជាអ៊ីស្រាអែលសហរដ្ឋអាមេរិកហ្នឹងមានន័យថាគាត់បង់លុយអាមេរិកហ្នឹងបង់លុយចាយលុយច្រើនក៏ប៉ុន្តែដោះស្រាយវាអត់តម្លាភាពអីអញ្ចឹងណាធ្វើម៉េចបើយើងជាបងធំគេអានេះវាតែប៉ុណ្ណឹងអញ្ចឹងនេះគឺជាចំណេះដឹងមួយផ្នែកដែលជម្រាបជូនទៅកាន់បងប្អូនទាំងគ្នាពាក់ព័ន្ធរឿងការចំណាយរបស់ UN ច្រើនដល់ទៅ$8,000,000,000ក្នុងមួយឆ្នាំណាបាទមានពីរចំណែកធម្មតាមួយទៀតចំណែករក្សាការពារសន្តិសុខពិភពលោកហើយលោកប្រាក់សុខុនម្សិលមិញហ្នឹងក៏បានថ្លែងផងដែរពាក់ព័ន្ធទៅនឹងការបញ្ជូនកងកម្លាំងទាហានទ័ពកម្ពុជាទៅជួយរក្សាសន្តិភាពពិភពលោកក៏ប៉ុន្តែក្រឡេកមើលប្រទេសខ្លួនឯងនៅវិញកំពុងតែត្រូវបានគេវាយប្រហារពីសំណាក់ប្រទេសជិតខាងលោកមិនលើកឡើងចំឈ្មោះទេក៏ប៉ុន្តែយើងដឹងហើយថានរណាគេប្រទេសមួយណាដែលវាយប្រហារមកលើប្រទេសកម្ពុជាដែលកំពុងតែបង្កបញ្ហារាល់ថ្ងៃនេះបើទោះបីជាមានបទឈប់បាញ់ក៏ហើយក៏ដោយក៏វាមិនទាន់ដោះលែងកងកម្លាំងទាំង18រូបនៅឡើយទេណាក៏ប៉ុន្តែលោកស៊ីអាសាក់រដ្ឋមន្ត្រីថ្មីថ្មោងការបរទេសរបស់ប្រទេសថៃចេញមកដាក់ចំទៅកម្ពុជាលក្ខណៈការទូតបែប emotional អញ្ចឹងក៏គេវាយតម្លៃផងដែរអំពីចំណេះដឹងឬក៏ការបញ្ចេញនៅការទូតរបស់ខ្លួនក៏ប៉ុន្តែយើងបកស្បែកមុខរបស់ប្រទេសថៃគេបានដឹងដែរតាបាទថ្លែងប្រហែលជាក្បែរ20នាទីលោកនិយាយរឿងច្រើនដែលថៃវាយប្រហារដូចជាថ្ងៃទី27កញ្ញាម្សិលមិញនេះបាទបាញ់ជាឯកតោភាគីផ្លោងគ្រាប់ដាក់មូលដ្ឋានទ័ពកម្ពុជាប៉ុន្តែមិនដឹងតែចំកន្លែងណាកន្លែងណីណាគ្រាន់តែថាបាញ់ដាក់ប្រទេសកម្ពុជាម្សិលមិញនឹងមានកំភ្លើងត្បាល់ជាដើមបាទប្រិយមិត្តឥឡូវមកមើលដំណឹងមួយទៀតពាក់ព័ន្ធទៅនឹងសង្ហបុរីរិះគន់ចំធ្ងន់ចំពោះ UN ថាភាពទន់ខ្សោយរបស់អង្គការសហប្រជាជាតិនឹងប៉ះពាល់ធ្ងន់ធ្ងរដល់បណ្ដារដ្ឋតូចៗណែឃើញទេដូចជារុស្ស៊ីវាយប្រហារឈ្លានពានប្រទេសអ៊ុយក្រែនឥឡូវរដ្ឋតូចពីណាទៀតដូចកម្ពុជាមិនទៅជាងប្រទេសថៃអញ្ចឹងមានថាគាត់ដាក់មួយម៉ាត់នេះក៏ចំប្រទេសថៃដែរថៃរំលោភបំពានរដ្ឋតូចដូចកម្ពុជាជាដើមប្រមុខការទូតសង្ហបុរីលោកវីវៀនបានរិះគន់ធ្ងន់មិនសំចៃមាត់ថាភាពទន់ខ្សោយរបស់អង្គការសហប្រជាជាតិនឹងជាអតិពលអវិជ្ជមានធ្ងន់ធ្ងរដល់បណ្ដារដ្ឋតូចៗរួមទាំងប្រទេសសង្ហបុរីផងដែរដោយផ្ទាល់ប៉ុន្តែសង្ហបុរីគាត់ខ្លាំងផ្នែកសេដ្ឋកិច្ចលំដាប់ទី2ដែរនៅអាស៊ានឥណ្ឌូនេស៊ីទី1រដ្ឋមន្ត្រីការបរទេសសង្ហបុរីរូបនេះបានក្រានរំលឹកថាការកែតម្រង់អង្គការសហប្រជាជាតិគឺជាភាពចាំបាច់ដើម្បីការពារស្ថាប័នពិភពលោកមួយនេះឲ្យមានប្រសិទ្ធភាពដោយលោកបានអំពាវនាវឲ្យស្ថាប័ននេះត្រួតពិនិត្យឡើងវិញនៅសិទ្ធិប្រើប្រាស់អំណាចវេតូដោយសមាជិកអចិន្ត្រៃយ៍ទាំង5នៃក្រុមប្រឹក្សាសន្តិសុខរបស់ UN ដោយសារតែកន្លងមកពេលដែលដោះស្រាយរឿងអីមួយហ្នឹងពួកសមាជិកអចិន្ត្រៃយ៍បាទទាំង5ហ្នឹងហើយគឺមានអាមេរិកចិនរុស្ស៊ី UK បារាំងជាដើមហ្នឹងគឺតែងតែវេតូមិនឲ្យដំណោះស្រាយហ្នឹងវាទៅមុខរលូនណាអញ្ចឹងវាជាតែមានបង្អាក់តែពេលអញ្ចឹងវាពិបាកនៅក្នុងការដោះស្រាយចំនួនមួយហើយដូណាល់ត្រាំក៏គាត់ចេញមករិះគន់ផងដែរអំពី UN គាត់លើកនិយាយអំពីវត្តមានរបស់គាត់នេះជាប្រធានាធិបតីអាមេរិក7ខែដោះស្រាយចំនួនសង្គ្រាម7ប្រទេសរួមទាំងប្រទេសកម្ពុជានិងប្រទេសថៃផងដែរគាត់លើកមកនិយាយហេតុអីដោយសារតែវាអត់រញ៉េរញ៉ៃច្រើនបើ UN ត្រូវការវេតូបោះឆ្នោតឲ្យព្រមព្រៀងគ្នាហើយបានអូខេអញ្ចឹងបានចំណាយពេលយូរហើយចំណាយលុយច្រើនអញ្ចឹងបានគាត់ចេញមករិះគន់អានេះគឺមកចំណែកដំណឹងមួយទៀតប្រិយមិត្តពាក់ព័ន្ធទៅនឹងសភាមិនគ្រប់ទឹករបស់ប្រទេសថៃស្នើទៅរដ្ឋាភិបាលលើកបន្ទប់រដ្ឋាភិបាល4ខែនេះគឺលោកអនុទាននឹងឯងរបស់ថៃឲ្យបង្កគណនីពលករខ្មែរទាំងអស់កុំឲ្យវេប្រាក់ចេញពីប្រទេសថៃចង់មានន័យថាលុយដែលដាក់នៅធនាគារថៃប្រយ័ត្នផងបងប្អូនទាំងគ្នាប្រយ័ត្នតែវាបកកលុយហ្នឹងណាអញ្ចឹងអ្នកដែលមានកង់ធនាគារប្រទេសថៃគួរតែគិតអំពីបញ្ហានេះផងថៃសុកវាធ្វើអីតែប្រទេសផ្ដាអត់ដឹងណាអញ្ចឹងដំណឹងនេះជួយ share ឲ្យលិចយកចំណុចហ្នឹងដើម្បីចែករំលែកទៅកាន់បងប្អូនពលករដទៃផ្សេងទៀតឲ្យបានដឹងជាដំណឹងប្រយ័ត្នរដ្ឋាភិបាលមួយនេះកំពុងតែពិចារណានៅក្នុងការបង្កគណនីពលករខ្មែរដែលធ្វើការនៅប្រទេសថៃកន្លងទៅនោះដែលមានកងធនាគារប្រទេសថៃដាក់ប្រាក់តម្កល់នៅក្នុងអញ្ចឹងត្រូវតែប្រយ័ត្នហើយមួយទៀតពួក MMO អ្នកធ្វើ Facebook រឹកលុយនោះដាក់ធនាគារប្រទេសថៃអញ្ចឹងទេគួរតែពិចារណាវិភាគអំពីរឿងនោះផងដែរប្រយ័ត្នថៃបកកលុយអានេះលួចសាហាវមកលួចលក្ខណៈស្របច្បាប់មកសូម្បីតែលុយពួកគេខំប្រឹងរឹកដោយចំណាយញើសឈាមវាប្រឹងបកកឲ្យលួចលុយគេអានេះដល់កអូខេប៉ុណ្ណឹងទៅចោះអំពីដំណឹងថ្ងៃនេះវាវែងពេក